បាទគ្រប់អនុញ្ញាតជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបាទទៀតហើយនៅវីដេអូថ្មីហើយនេះគឺខ្ញុំបានយកខ្លែងខ្ញុំកម្ពស់2ម៉ែត្រហ្នឹងយកទៅកែស្លាបរួចហើយយកមកបង្ហោះសាកជាថ្មីបងប្អូនដោយសារថាវីដេអូមុនដូចបងប្អូនដឹងស្រាប់ហើយគឺវាហោះទៅក្លាប់វាកវីកវត្តក្លាប់ចឹងខ្ញុំក៏សម្រាប់ចិត្តថាដូរតែស្លាបទេកូនអីនៅទាំងអស់ដោះស្លាបដូរគឺខ្ញុំបិទឆ្អឹងឲ្យតូចហើយខ្ញុំដាក់ឆ្អឹងលើតូចឆ្អឹងក្រោមតូចចាំមើលវាយ៉ាងម៉េចដោយសារថាឆ្អឹងមុនវារឹងពេកវាធំពេកប៉ិនធំជាងវាដៃទៀតចឹងឥឡូវបិទប៉ិនកូនដៃសង្ឃឹមថាហោះទៅចោះចឹងក៏យកមកសាកម្ដងទៀតទាំងថ្ងៃត្រង់ហើយនេះហ្នឹងគឺបាន2នាក់3នាក់ប្រូលៀបហើយនឹងប្រូពន្លឺមកពីរៀនវិញឃើញខ្ញុំកាន់ខ្លែងរត់មកជួយបង្ហោះហើយសម្រាប់អណ្ដាតឯកគឺខ្ចីយកទៅបិទដល់ពេលបិទហើយកោហើយមានណាកោងក្តោបអញ្ចឹងអត់លឺទេពេលធ្វើលឺហើយប៉ុន្តែពេលយើងហាលទៅវាមូបងប្អូនដោយសារតែខ្ចីហើយយើងអត់បានហាលថ្ងៃសិនចាំចិត្តអីចិត្តទាំងសើមដល់ពេលយកមកធ្វើអញ្ចឹងទៅឥឡូវប្រូលៀបហើយនឹងប្រូពន្លឺកំពុងតែឲ្យខ្សែឲ្យអីលេងទាំងថ្ងៃត្រង់មកបងប្អូនអណ្ដាតនេះ1ម៉ែត្រຂະຫນາດ1ម៉ែត្រដងឡើង2ម៉ែត្រហើយអត់ត្រូវទេបងប្អូនអត់ត្រូវຂະຫນາດទេដង2ម៉ែត្រយើងដាក់អណ្ដាត1ម៉ែត្រ20បានត្រូវតែឥឡូវយើងដាក់ខនសាក់ខ្លែងសិនទេចឹងដឹងថាហោះឬក៏មិនហោះហើយលើកហ្នឹងគឺដាក់ស្លាបទុន Subscribe អ្នកមួយបងប្អូនថ្មីដែលបានទស្សនាវីដេអូ Subscribe អ្នកមួយទៅបងប្អូនឥឡូវប្រូលៀបពងរៀបចំចងខ្សែចងអីហើយនោះប្រូពន្លឺគេជាអ្នកបង្ហោះបងប្អូននេះគឺស្លាបទុនមែនតើស្លាបនេះចងថ្មីគឺ2ម៉ែត្រស្លាបសងខាងហ្នឹង2ម៉ែត្របាត់ហើយអាលើកមុនបានតែ1ម៉ែត្រ8ម៉ែត្រ7ទេបងប្អូនតែមួយសាននេះលេងចងដាក់ឆ្អឹងដូរឆ្អឹងក្រោមថ្មីលេងវែងតែអញ្ចឹងពុតទៅឡើងបានឡើង2ម៉ែត្រគត់ឥឡូវប្រូពន្លឺមើលបងប្អូនខ្លែងធំណាកម្ពស់វា2ម៉ែត្រ30មិនតូចណាប្រូពន្លឺពងតែកាន់ដើរថយក្រោយហើយឲ្យប្រូលៀបអ្នករត់អញ្ចឹងសង្ឃឹមថាវាហោះទៅចោះតែបើវាមិនហោះក៏មិនដឹងធ្វើយ៉ាងម៉េចដែរចូលលក្ខណៈសេតលើប្រូលឺពងតាដើរថយក្រោយបងប្អូនហើយចាំមើលពេលវីដេអូក្រោយខ្ញុំនឹងធ្វើស្លាបមូលធម្មតាវិញបងប្អូនប៉ុន្តែបិទកណាត់ក្រហមអញ្ចឹងព្រោះដោយសារតែខ្ញុំទិញកណាត់ក្រហមមករៀងច្រើនម៉ែត្រដែរអញ្ចឹងគឺអាចដូរពណ៌បានទេខ្លែងផ្សេងគ្នាប៉ុន្តែពណ៌ដូចគ្នាហើយណាមួយវាពណ៌ក្រហមបិទទៅវារៀងលិចដែរខណៈពេលខ្លែងហោះឡើងទៅដូចមើលសូវឃើញយ៉ាងម៉េចអត់ដូចពណ៌ទ្រូចេកមុនឃើញច្បាស់មើលពីចម្ងាយមកច្បាស់លះហ្មងតែដោយសារតែយើងទិញមក4-5ម៉ែត្រចឹងយើងកល់ចឹងយើងបិទអានឹងទៅឥឡូវប្រូពលឺពងកាន់ដើររៀងឆ្ងាយដែរហើយបងប្អូនមើលតែមនុស្សឲ្យខ្លែងទៅខ្លែងប៉ុណ្ណានៃមនុស្សតូចតែមួយហ្នឹងបោះទាំងថ្ងៃត្រង់មកពីរៀននេះប្រូលៀបពងទៅឲ្យខ្សែញាប់ដៃញាប់ជើងឲ្យយើងចាត់ការទៅឥឡូវយើងគិតថាប៉ុណ្ណឹងសិនចាយើងឲ្យខ្សែប៉ុណ្ណឹងពេលហ្នឹងខ្ញុំប្រាប់ថាឲ្យខ្សែប៉ុណ្ណឹងទៅហើយខ្យល់ក៏ថ្ងៃនេះគឺខ្យល់ធម្មតាទេបងប្អូនអត់មានខ្យល់ខ្លាំងទេខ្យល់យើងល្មមហៀលហើយសម្រាប់ខ្យល់ពេលថ្ងៃគឺវាមិនសូវអាចជាលេងកើតមិនដូចពេលល្ងាចទេអញ្ចឹងបងប្អូនចាំមើលរត់ឡើងហើយបងប្អូនឡើងហើយយ៉ាងម៉េចវិញប្រូលៀបរត់អត់ចង់រួចហ្នឹងបងប្អូនដោយសារវាខ្លែងធំហើយវាតឹងនេះឡើងហើយបងប្អូនកវីកវត្តទៀតហើយអញ្ចឹងគឺថាខ្លែងហ្នឹងអត់ហោះទេបងប្អូនខ្ញុំអត់ចង់ប្រាប់មុនដោយសារតែប្រាប់មុនទៅបងប្អូនមិនតាមដានមើលអញ្ចឹងគឺខ្លែងនឹងអត់ហោះហើយធ្លាក់មកក្ដុក